nhom bát muốn nhom máu chia cả có rụp nấu cùng tôm đá cùng phao sọc rang khát kéo tại nhom chia sma chất rồi bỏ sạ cung rồi nhom sàm kỳ phụ nhom banចូលជាសមាជិករបស់សហគមន៍មានសាមគ្គីហ្នឹងរយៈពេល7 ឆ្នាំដាំបានតិចឥឡូវបានធ្វើក្នុងផ្ទះសំណាញ់បានផលជាងខាងក្រៅគ្រូខ្ញុំបានចូលវគ្គបណ្ដុះបណ្ដាលផ្នែកខាងបច្ចេកទេសទៅលើបន្លែដែលបង្រៀនលើខាងក្រសួងហើយក៏ដូចជាខាងសហគមន៍គាត់បានហៅទៅធ្វើវគ្គសិក្សានៅសាលាស្រុកហ្នឹងជាមួយក្រសួងបានច្រើន2វគ្គដែរហើយតាំងពីបានសិក្សាជាមួយនឹងគម្រោងនោះមកខ្ញុំធ្វើវាបានគួរសមដែរចាប់ផ្ដើមរីកចម្រើនច្រើនទាំងខាងក្នុងហើយក៏ដូចជាខាងក្រៅផ្ទះសំណាញ់បើនិយាយទៅប្រៀបធៀបខុសគ្នាឆ្ងាយកាលពីមិនទាន់ជាសមាជិករបស់សហគមន៍យើងធ្វើតាមគេថាបារាណធ្វើរបៀបជាធម្មជាតិអញ្ចឹងយើងអត់មានបច្ចេកទេសហើយយើងធ្វើអ្វីទាំងអស់គឺតាមរបៀបបុរាណហើយដល់ពេលបានចូលក្នុងសហគមន៍នេះខ្ញុំបានទទួលជំនាញបច្ចេកទេសច្រើនតាំងពីការប្រើប្រាស់ពូជីទឹកថ្នាំអីទាំងអស់អាចកែប្រែធ្វើឲ្យកសិផលរបស់ខ្ញុំកើនឡើងច្រើនខ្លាំងជាងការមិនទាន់ចូលក្នុងសហគមន៍សំខាន់ហើយគាត់បានជួយផ្ដល់ជាគម្រោងផ្ទះសំណាញ់តាមរយៈសហគមន៍មកដល់ខ្ញុំហើយនឹងបច្ចេកទេសដែលគាត់ហៅពួកខ្ញុំទៅបណ្ដុះបណ្ដាលវគ្គខ្លីៗខ្ញុំចង់ឲ្យបងប្អូនជាកសិករដែលគាត់មិនថាជាអ្នកដាំដុះជាអ្នកចិញ្ចឹមឬក៏ផលិតអីមួយទេបើសិនណាជាមានឱកាសអាចចូលទៅក្នុងសហគមន៍គួរតែចូលព្រោះថាសហគមន៍បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កសិករទាំងអស់ដែលជាសមាជិកយើងអាចទទួលបានចំណេះដឹងក៏ដូចជាការសិក្សាអំពីការគ្រប់គ្រងហិរញ្ញវត្ថុក៏យើងមានវគ្គបណ្ដុះបណ្ដាលជាច្រើនទៀតអញ្ចឹងបើសិនណាជាអាចកសិករទាំងអស់ចូលក្នុងសហគមន៍យើងមានឱកាសច្រើនជាងដែលយើងធ្វើនៅរាយប៉ាយខាងក្រៅជាស្ដែងដូចជាខ្ញុំចឹងកាលពីមុនខ្ញុំធ្វើនៅខាងក្រៅនេះគឺផលិតផលវាបានមកអត់គាត់ប្រសើរទេតែតាំងពីខ្ញុំចូលទៅក្នុងសហគមន៍នេះមកគឺខ្ញុំបានបទពិសោធន៍ពីខាងអង្គការដែលគាត់បណ្ដុះបណ្ដាលមកច្រើនផងហើយណាមួយយើងរៀនមើលទៅតាមកលៈទេសៈទៅខ្ញុំធ្វើបានកើនផលច្រើនជាងកាលពីមិនទាន់ចូលក្នុងសហគមន៍សប្តាហ៍នេះគឺខ្ញុំតែងតែណែនាំគៀងគួរប្រមូលគាត់ជាច្រើនមិនថាតែបងប្អូនដែលគាត់មិនទាន់ដាំឬក៏បងប្អូនខ្លះដែលគាត់បានដាំដុះហើយនៅខាងក្រៅបន្តិចតួចនេះគឺខ្ញុំតែងតែបបួលគាត់បញ្យល់គាត់ដើម្បីឲ្យគាត់ចូលមកក្នុងបណ្ដុំសហគមន៍ទៅងាយស្រួលនឹងការដាំដុះអញ្ចឹងទៅងាយស្រួលលក់នៅផលិតផលទាំងអស់ហ្នឹងបងស្ត្រីដូចគ្នាដាំដុះដូចជាកសិករដូចជារូបខ្ញុំក៏អាចមិនឲ្យយើងទៅសំណាក់ច្រកបានឲ្យយើងនៅជួបជុំជាមួយគ្រួសារបានចាមុនចូលខ្ទង់ប្រហែលជាមួយខែបាន30-40 ម៉ឺនអញ្ចឹងទៅដល់ពេលយើងចូលជាសហគមន៍បានអាចលោត70-80 ម៉ឺនអញ្ចឹងក៏មានកម្លាំងបណ្ដុះ